ពេលដែលអ្នកមានអារម្មណ៍ថាចង់បោះបង់អ្វីមួយសូមផ្អាកមួយភ្លែតហើយគិតឡើងវិញក្នុងដំណើរជីវិតរបស់មនុស្សម្នាក់តែងតែជួបគ្រាដែលនឿយណាយទើសទាល់ក្នុងចិត្តនឹងគិតចង់បោះបង់កិច្ចការអ្វីមួយរបស់ខ្លួនរាល់ថ្ងៃខំប្រឹងប្រែងតែមិនឃើញផលផ្លែផ្កាយប់ឡើងត្រូវទ្រាំទ្រភាពឯកោម្នាក់ឯងមានអារម្មណ៍ថាគ្មាននរណាម្នាក់យល់ពីអ្នកប្រហែលជាពេលនេះអ្នកកំពុងតែជួបប្រទះឬឆ្លងកាត់នឹងរឿងរ៉ាវទាំងនេះហើយក៏មិនដឹងប៉ុន្តែកុំទាន់អាចសម្រេចចិត្តបោះបង់អីសូមអ្នកធ្វើចិត្តឲ្យស្ងប់សិនហើយក្រឡេកមើលផ្លូវដែលអ្នកបានដើរកន្លងមកតើអ្នកនៅចាំបានទេតើអ្នកបានចាប់ផ្ដើមដំណើរនេះដោយក្តីស្រមៃនិងភាពក្លាហានបែបណាប្រហែលជាដោយសារតែចិត្តមិនចង់រស់នៅនឹងរឿងដដែលប្រហែលជាដើម្បីឲ្យគ្រួសារមានជីវភាពធូរធារជាងមុនឬប្រហែលជាគ្រាន់តែមិនចង់ធ្វើឲ្យខ្លួនឯងដែលធ្លាប់ជឿជាក់ខកបំណងទោះបីជាមូលហេតុដំបូងជាអ្វីក៏ដោយវាសុទ្ធតែជាចេតនាពិតប្រាកដនិងមានកម្លាំងចិត្តខ្លាំងក្លាហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺអ្នកបានមកដល់ទីណាហើយអ្នកមិនមែនជាមនុស្សដែលនៅត្រឹងមួយកន្លែងនោះទេអ្នកបានបោះជំហានទៅមុខបន្តិចម្ដងទោះបីជាដំណើរយឺតឬជួបការដួលខ្លះក៏ដោយក៏អ្នកនៅតែបន្តដំណើរទៅមុខជានិច្ចប្រហែលជាអ្នកមិនទាន់ទៅដល់ទីបញ្ចប់នៃគោលដៅទេប៉ុន្តែអ្នកបានឃ្លាតឆ្ងាយពីចំណុចចាប់ផ្ដើមឆ្ងាយណាស់ទៅហើយត្រូវដឹងថាផ្លូវលំបាកនេះមិនមែនគ្រប់គ្នាអាចតស៊ូដើរបានដល់ទីបញ្ចប់នោះទេអ្នកពិតជាធ្វើបានល្អប្រសើរហើយដូច្នេះលើកក្រោយនៅពេលដែលអ្នកមានគំនិតចង់បោះបង់សូមចាំថាតើហេតុអ្វីបានជាអ្នកចាប់ផ្ដើមតើអ្នកបានឆ្លងកាត់ឧបសគ្គប៉ុន្មានមកហើយការតស៊ូព្យាយាមរបស់អ្នកនឹងមិនឥតប្រយោជន៍ឡើយអ្នកស័ក្តិសមនឹងការដើរទៅដល់កន្លែងដែលអ្នកប៉ងប្រាថ្នាបានសូមថ្លែងអំណរគុណចំពោះការតាមដានទស្សនានិងការគាំទ្រពីប្រិយមិត្តនៅក្នុងបណ្ដាញសង្គមទាំងអស់សូមអរគុណ